ឃើញតែវីដេអូប៉ានេះហ่าអ្នកណាក៏ស្គាល់ដែរពូលក់មីឆាននៅខាងក្រោយវាំងដើមវីដេអូបញ្ជាក់អ្នកទាំងអស់គ្នាហើយគាត់លក់អត់មានកន្លែងធំដុំទេគឺមានធម្មតាទៀតទេនៅខាងក្រោយវាំងនឹងឯងហើយកន្លែងគាត់លក់នេះក៏អត់មានកន្លែងអង្គុយឲ្យយើងដែរភាគច្រើនមួយរបស់គាត់ទិញកន្លែងគាត់ឈរញ៉ាំនៅកន្លែងគាត់តែម្ដងចឹងបានខ្ញុំបញ្ជាក់ឲ្យបញ្ជាក់ទៀតសម្រាប់អ្នកដែលចូលចិត្តសាមញ្ញមិនប្រកាន់ច្រើនគឺអាចមកញ៉ាំកន្លែងគាត់បានមីឆាកន្លែងគាត់នេះគេហៅថាមីឆាសេរីចាស់ចំពោះការឆាមីរបស់គាត់មិនហិចពេកក៏មិនហឹងពេកដែរជាពិសេសហ្នឹងសាច់របស់គាត់គឺទន់ល្មមតែម្ដងលើពីហ្នឹងម៉ួយរបស់គាត់ជាប់ចិត្តជាមួយនឹងក្លិនឈ្ងៀមតិចចេញពីមីឆានឹងឯងអេដមីនក៏មិនដឹងបញ្យល់ថាមិនដែរប៉ុន្តែសម្រាប់អ្នកដែលចូលចិត្តញ៉ាំមីឆាតាមអាទិអញ្ចេះបានស្គាល់រសជាតិមួយហ្នឹងបើនិយាយពីទីតាំងរបស់គាត់វិញគឺងាយស្រួលរកខ្លាំងមែនតើឡាញពូក៏លក់មីឆានេះគឺនៅខាងក្រោយវាំងកៃនឹងសាលារចនាដូច្នេះបើសិនជាអ្នកទាំងអស់គ្នាអត់បានសាកជាមួយនឹងមីឆាតាមអាទិគាត់ទេអាចសាកបានអញ្ចឹងវីដេអូរបស់ខ្ញុំគឺមានតែប៉ុណ្្នឹងទេហើយបើសិនជាអ្នកទាំងអស់គ្នាចង់ឲ្យខ្ញុំទៅ review កន្លែងណាទៀតអាច comment ប្រាប់ខ្ញុំខាងក្រោមបានណា